ឆ្លងផុតព្រំដែនតែមកជាប់នៅភ្នំពេញសមត្ថកិច្ចស្ទាក់ចាប់ពងមាន់ជាង 20,000 គ្រាប់នាំចូលខុសច្បាប់ពីវៀតណាមរថយន្តមួយគ្រឿងដឹកស៊ុតមាន់ចំនួន85ដុំស្មើនឹង 25,500 គ្រាប់ត្រូវបានក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វនៃអគ្គដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វនៅព្រឹកថ្ងៃទី 26 ខែឧសភានេះបានចុះស្ទាក់ចាប់ជិតរង្វង់មូលគួរស្រូវសង្កាត់ព្រែកកំពឹសខណ្ឌដង្កោរាជធានីភ្នំពេញមន្ត្រីអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មបានឲ្យដឹងថារថយន្តនេះបានដឹកស៊ុតមាន់ចេញពីប្រទេសវៀតណាមតាមច្រករបៀងស្រុកគិរីវង្សខេត្តតាកែវឆ្ពោះមកលក់ចែកចាយនៅរាជធានីភ្នំពេញតាមការឆ្លើយបញ្ជាក់ពីម្ចាស់ដឹកស៊ុតមាន់ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់បច្ចុប្បន្នក្រុមការងារបាននាំយកវត្ថុតាងនិងបទល្មើសខាងលើមករក្សាទុកនៅទីតាំងចតាល័យស័ក្តិសិទ្ធិរបស់អគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វដើម្បីអនុវត្តតាមនីតិវិធីច្បាប់